នៅម្ខាងគឺអតីតមិត្តស្រីដ៏សេកស៊ីរបស់នាងមានផ្ទៃពោះជាមួយកូនរបស់គាត់នៅម្ខាងគឺជាស្ត្រីអ្នកមានម្នាក់ដែលមានទ្រព្យសម្បត្តិរាប់រយលានដុល្លារគាត់ពិតជាមានចិត្តស្មោះត្រង់មែនទោះបីជាអតីតមិត្តស្រីរបស់គាត់គំរាមធ្វើអត្តឃាតក៏ដោយប៉ុន្តែវានៅតែមិនអាចយកឈ្នះចិត្តម៉ាក់មកវិញបាននៅទីបំផុតគាត់នៅតែជ្រើសរើសត្រឡប់ទៅខាងស្ត្រីអ្នកមានវិញស្ត្រីអ្នកមាននោះមានអំណរយ៉ាងខ្លាំងគាត់បាននាំកូនស្រីរបស់គាត់ទៅជាមួយដើម្បីជ្រើសរើសរកអាពាហ៍ពិពាហ៍ពេលណាអ្នកអាចពិនិត្យចេញបានគាត់បានដឹងថាកាតធនាគាររបស់គាត់ត្រូវបានបង្កប់វាទាំងអស់ត្រូវបានធ្វើឡើងដោយកូនប្រុសច្បងគឺ Stenovel ម៉ាក់បានមកដើម្បីយកទ្រព្យសម្បត្តិដ៏ច្រើនរបស់ម្ដាយគាត់ប្រឆាំងយ៉ាងខ្លាំងចំពោះអាពាហ៍ពិពាហ៍នេះពួកគេថែមទាំងបានប្តឹងលោកមកទៅតុលាការទៀតផងថ្ងៃដែលខ្ញុំទទួលបានសម្បត្តិទុកម៉ាក់ភ័យស្លន់ស្លោព្រោះគាត់លាក់អាតកំបាំងច្រើនពេកដើម្បីកុំឲ្យរឿងកាន់តែធ្ងន់ធ្ងរឡើងគាត់បានទៅជិត Steno ដោយសង្ឃឹមថានឹងទទួលបានការដោះស្រាយឯកជនមួយប៉ុន្តែ Steno បានបញ្ញាចិត្តបញ្ជូនគាត់ទៅពន្ធនាគារការចរចាបានបរាជ័យម៉ាក់គ្មានជំរឿអ្វីក្រៅពីចាក់ចេញទេគ្រាន់តែគាត់ហៀបនឹងឡើងឡានក្រុងភ្លាមនោះគាត់បានឃើញ Steno ប្រព្រឹត្តដោយស្និទ្ធស្នាលជាមួយបុរសម៉ាក់មានអារម្មណ៍ថាច្បាស់ជាមានអ្វីមួយខុសប្រក្រតីរវាងពួកគេដូច្នេះគាត់ក៏ចូលទៅក្នុងឡានហើយដើរតាមពួកគេដោយស្ងាត់ពិតមែនហើយមិនយូរប៉ុន្មានទេម៉ាក់បានឃើញពួកគេទាំងពីរនាក់នៅលើយ៉ពួកគេមិនអាចរងចាំដើម្បីពិភាក្សាអំពីវិធានការទប់ទល់បានទេពេលឃើញឈុតនេះម៉ាក់សាយ Steno ត្រូវបានគេរកឃើញម្ដងទៀតនៅយប់នោះគាត់បានប្រគល់រូបថតទាំងនោះហើយបានស្នើសុំឲ្យភីគីមខាងទៀតដកពាក្យបណ្ដឹងបើមិនដូច្នោះទេសូមផ្ញើរូបថតទៅប្រពន្ធរបស់គាត់ Steno មានការភ្ញាក់ផ្អើលខ្ញុំមិនដែលនឹកស្មានថាអាថ៌កំបាំងរបស់ខ្ញុំដែលខ្ញុំបានលាក់បាំងអស់រយៈពេលជាច្រើនឆ្នាំមកនេះទេតាមពិតម៉ាក់បានរកឃើញយ៉ាងណាក៏ដោយគាត់បានស្ដារភាពស្ងប់ស្ងាត់ឡើងវិញបន្ទាប់ពីមួយរយៈខ្លីគាត់មិនចង់ទទួលស្គាល់ការបរាជ័យទេដើម្បីធ្វើឲ្យមកជំពប់ដួលទាំងស្រុងគាត់បានបែកបាក់ជាមួយបុរសនោះយ៉ាងឃោរឃៅភីគីមខាងទៀតបានចាក់ចេញដោយខកចិត្តទោះបីជាខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរយ៉ាងខ្លាំងក្នុងការបែកគ្នាក៏ដោយប៉ុន្តែនៅពេលនេះគាត់គ្មានជំរឿផ្សេងទេ Steno បានងាកមករកឪពុករបស់គាត់ខ្ញុំសង្ឃឹមថាគាត់អាចជួយខ្ញុំដាក់ពាក្យបណ្ដឹងបានក្រោយពីយូរដូច្នេះឪពុកក៏សម្រេចចិត្តថាគាត់នឹងលែងនៅស្ងៀមទៀតហើយគាត់បានមកដល់សន្តាគារហើយបានបញ្ជាឲ្យអាណាចាស់នៅឲ្យឆ្ងាយពីម៉ាក់អាណាចាស់យល់ថាវាគួរឲ្យអស់សំណើចនាងបានប្រាប់អតីតស្វាមីរបស់